សូមគោរពជម្រាបសួរប្រិយមិត្តទូទាំងទស្សនិកជនដែលកំពុងទស្សនាការផ្សាយនៅលើកញ្ចក់ទូរទស្សន៍អាស៊ីគ្នានៅក្នុងកម្មវិធីវេទិកាអប់រំស្វាគមន៍លោកអ្នកតាមពេលវេលានិងមកដដែលមកកាន់កម្មវិធីរបស់យើងដែលកម្មវិធីនេះមានខ្ញុំបាទពីទូប្រេនដែលជាអ្នកសម្របសម្រួលនិងជាអ្នករៀបចំនៅក្នុងកម្មវិធីរបស់យើងទូទាំងទស្សនិកជនជាទីមេត្រីកម្មវិធីវេទិកាអប់រំគឺជាកម្មវិធីមួយផ្ដល់ជូនលោកអ្នកនូវចំណេះដឹងទាក់ទងទៅនឹងវិស័យអប់រំតើទៅនឹងប្រធានបទជាសកលតែម្ដងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ដែលមានការចូលរួមចែករំលែកពីសំណាក់អ្នកជំនាញអវិក្មិនឬក៏អ្នកមានជំនាញទៅលើប្រធានបទនៅក្នុងកម្មវិធីរបស់យើងទូទាំងទស្សនិកជនជាទីមេត្រីនៅក្នុងសប្តាហ៍ថ្មីនេះខ្ញុំបានលើកប្រធានបទថ្មីមួយទៀតហើយតើទៅនឹងវិស័យអប់រំដដែលទេប៉ុន្តែស្ថិតនៅក្នុងវិស័យផ្សេងមួយទៀតដែលចូលរួមចែករំលែកដោយលោកគ្រូដែលបានអញ្ជើញមកពីសាកលវិទ្យាល័យកម្ពុជាចង់ដឹងថាតើនៅក្នុងសប្តាហ៍នេះយើងនឹងជជែកអំពីអ្វីទៅលើប្រធានបទអីជួបលោកគ្រូក្នុងសប្តាហ៍នេះជម្រាបសួរលោកគ្រូជំរាបសួរបងសុខសប្បាយបាទសុខសប្បាយមិនដែរលោកគ្រូឥឡូវនេះរវល់ដែរទេស្មិទ្ធបាទអូនមកមានញឹកខ្លាំងបាទនៅក្នុងសាកលវិទ្យាល័យកម្ពុជាយើងឥឡូវនេះគឺមានសិស្សនិស្សិតបាទដែលគាត់បានចាប់អារម្មណ៍ហើយចុះឈ្មោះចូលរៀនយ៉ាងច្រើនកុះកបាទដោយសារសាកលវិទ្យាល័យយើងមានទទួលកម្មបណ្ដុះបណ្ដាលតាំងពីថ្នាក់បញ្ញាបត្ររងរហូតដល់ថ្នាក់បណ្ឌិតបាទអញ្ចឹងគឺធ្វើឲ្យមានការមមាញឹកខ្លាំងជាមួយនឹងការរៀបចំប្រព័ន្ធអប់រំការ review ទៅលើ curriculum នៅក្នុងការអប់រំនៅក្នុងសាកលវិទ្យាល័យបាទមានការងារជាច្រើនទៀតដែលជាកិច្ចការផ្ទៃក្នុងដែលយើងទាំងអស់គ្នាកំពុងតែរៀបចំដើម្បីនឹងផ្ដល់ចំណេះដឹងមួយដែលពោរពេញទៅដោយគុណភាពនិងស្តង់ដារទៅកាន់សិស្សនិស្សិតនៅក្នុងប្រទេសកម្ពុជារបស់យើងដែលគាត់បានសម្រេចចិត្តមករៀននៅក្នុងសាកលវិទ្យាល័យកម្ពុជាបាទអរគុណលោកគ្រូណែនាំខ្លួនទៅកាន់បងប្អូនរបស់យើងបាទជំរាបសួរបងប្អូនទូទាំងទស្សនិកជនទាំងអស់គ្នាបាទជំរាបសួរដល់ពុកម៉ែបងប្អូនដែលជាអាណាព្យាបាលរបស់សិស្សនិស្សិតឬក៏សិស្សានុសិស្សនៅក្នុងថ្នាក់ទី11ទី12ថ្នាក់វិទ្យាល័យទាំងអស់គ្នាផងដែរបាទខ្ញុំបាទបណ្ឌិតពុកវិសាលបុត្របាទសប្តាហ៍ថ្ងៃមានតួនាទីជាព្រឹទ្ធបុរសនៃសាលាបណ្ដុះបណ្ដាលថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យកម្ពុជាហើយក៏មានតួនាទីជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈនិងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យកម្ពុជាបាទក៏ប៉ុន្តែវិជ្ជាជំនាញមួយមិនមែនជាថ្មីអីណាសម្រាប់សាកលវិទ្យាល័យកម្ពុជាទេប៉ុន្តែជំនាញមួយនេះហាក់បីដូចជាបងប្អូនគាត់មួយចំនួនគាត់នៅសពិចសពិលថាតើជំនាញលោកគ្រូនឹងរៀនពីអីនិយាយពីអីបាទអញ្ចឹងឥឡូវនេះរៀបរាប់អំពីការងារគោលរបស់ខ្ញុំសិនទៅអញ្ចឹងក្នុងតួនាទីជាព្រឹទ្ធបុរសនៃសាលាបណ្ដុះបណ្ដាលថ្នាក់ក្រោយបញ្ញាបត្រអញ្ចឹងបើសិនជាដោយសារជាពាក្យបច្ចេកទេសអញ្ចឹងអាចទូរទស្សនិកជនគាត់អត់អាចយល់ជាងការទៅក៏គាត់មិនសូវច្បាស់អញ្ចឹងជំរាបថាសាលាបណ្ដុះបណ្ដាលថ្នាក់ក្រោយបរិញ្ញាបត្រនេះគឺជាកម្មវិធីអប់រំឧត្តមសិក្សាលើឧត្តមសិក្សាបានន័យថាយើងចប់យើងមករៀនថ្នាក់បញ្ញាបត្រគឺជាឧត្តមសិក្សាហើយប៉ុន្តែថ្នាក់ក្រោយបញ្ញាបត្រនេះគឺបណ្ដុះបណ្ដាលទៅលើថ្នាក់អនុបណ្ឌិតនិងថ្នាក់បណ្ឌិតបាទអញ្ចឹងការងាររបស់ខ្ញុំគឺមើលការខុសត្រូវគ្រប់គ្រងទៅលើប្រព័ន្ធអប់រំរបស់អនុបណ្ឌិតសិស្សនិស្សិតអនុបណ្ឌិតនិងថ្នាក់បណ្ឌិតបាទហើយប្រហែលថ្ងៃមុននេះក៏យើងទើបតែមានការពារបញ្ចប់នៅនិក្ខេបបទថ្នាក់បណ្ឌិតបាទជាច្រើនអ្នកហើយនឹងទទួលបានសញ្ញាបត្របណ្ឌិតជាច្រើនអ្នកដែរកាលពីឆ្នាំមុនខែ12ហើយនឹងឆ្នាំនេះពេលចូលមកឆ្នាំភ្លាមខាងសាលាដេជោសែនបាទសាលាដេជោសែនដែលបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតរបស់យើងផងដែរគាត់ក៏បានរៀបចំនៅកម្មវិធីគេហៅថាជាភាសាអង់គ្លេស proposal defense គឺការពារទៅលើប្រធានបទស្រាវជ្រាវថ្នាក់បណ្ឌិតរបស់គាត់ហ្នឹងជាបឋមនឹងការពីលំអិតអីចឹងទៅមកវាមានភាសាបច្ចេកទេសច្រើនអញ្ចឹងគឺយើងមានការងារនឹងច្រើនហើយការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតរបស់យើងគឺទទួលស្គាល់ដោយក្រសួងអប់រំលោកមានការពេញចិត្តហើយនឹង support ខ្លាំងមែនទែនជាមួយនឹងសាកលវិទ្យាល័យកម្ពុជារបស់យើងបាទហើយមុខជំនាញការងារទី2 position ទី2របស់ខ្ញុំដែលខ្ញុំកំពុងតែរៀបចំហើយនឹងកំពុងតែបង្រៀនផ្ទាល់ផងដែរហើយនឹងរៀបចំទៅលើកម្មបណ្ដុះបណ្ដាលផងដែរគឺនៅមហាវិទ្យាល័យសិល្បៈនិងមនុស្សសាស្ត្របាទមហាវិទ្យាល័យសិល្បៈនិងមនុស្សសាស្ត្រសិល្បៈនៅទីនេះមិនមែនជា
របាំឬក៏មិនមែនជាតន្ត្រីទេបាទគឺជាសិល្បៈនៅក្នុងការគិតត្រិះរិះពិចារណាគឺជាសិលវិធីបាទអញ្ចឹងនៅក្នុងនេះគេផ្ដោតទៅលើមុខវិជ្ជាដែលគេសិក្សាទៅលើមនុស្សសាស្ត្រអញ្ចឹងនៅក្នុងមហាវិទ្យាល័យមនុស្សសាស្ត្រសិល្បៈនិងមនុស្សសាស្ត្ររបស់យើងគឺមាន6ជំនាញបាទមួយមុខវិជ្ជាសម្រាប់ការបណ្ដុះបណ្ដាលមុខវិជ្ជាសំខាន់ទី1របស់យើងគឺបណ្ដុះបណ្ដាលទៅលើនរវិទ្យាបាទដែលគេគឺជាមុខវិជ្ជាមួយដែលសិក្សាអំពីអ្វីគ្រប់យ៉ាងដែលពាក់ព័ន្ធជាមួយនឹងមនុស្សបាទបូកផ្សំទាំងវប្បធម៌ការរស់នៅបញ្ហានយោបាយបញ្ហាព្រំដែនបញ្ហាវាថាពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍស្អីទាំងអស់ហ្នឹងគឺសុទ្ធតែពាក់ព័ន្ធទៅលើនរវិទ្យាហ្នឹងហើយគឺដូចជាយើងទៅញ៉ាំអាហារ buffet អញ្ចឹងរៀននរវិទ្យាគឺដូចជាញ៉ាំអាហារ buffet អញ្ចឹងគឺអាចមានចំណេះដឹងនៅគ្រប់ផ្នែកទាំងអស់ហើយយើងអាចមានចំណេះដឹងខាងផ្នែកអប់រំចំណេះដឹងខាងទំនាក់ទំនងអន្តរជាតិមានចំណេះដឹងទៅខាងសង្គមវិទ្យាមានចំណេះដឹងនៅខាងទស្សនវិជ្ជាមានចំណេះដឹងទៅខាងការអភិវឌ្ឍអីជាច្រើនបាទអញ្ចឹងរៀននរវិទ្យាទាមទារឲ្យមានអ្នក critical thinking បាទការគិតបែបតក្កៈច្រើនជាមួយនឹងការស្រាវជ្រាវបែប professional បាទបែបវិជ្ជាជីវៈបាទបែបវិជ្ជាជីវៈដែលតម្រូវឲ្យសិស្សនិស្សិតមានការសិក្សាច្រើនតែបើរៀនចេះហើយខ្លាយទៅជាមនុស្សដែលមានពោរពេញទៅដោយចំណេះដឹងបាទនេះគឺជាការសិក្សាបែបទៅលើមុខវិជ្ជានរវិទ្យាហើយមុខវិជ្ជាមួយទៀតដែលសាកលវិទ្យាល័យកម្ពុជាកំពុងតែបើកឲ្យមានទទួលស្គាល់បាទមាននិស្សិតគាត់ចាប់អារម្មណ៍ច្រើនគឺចិត្តវិទ្យាបាទការសិក្សាអំពីផ្លូវចិត្តជាមួយនឹងអាកប្បកិរិយារបស់មនុស្សបាទភាគច្រើននៅពេលដែលយើងនិយាយអំពីចិត្តវិទ្យាយើងនឹកឃើញអំពី stress បញ្ហា stress ហើយនឹង coping ការគ្រប់គ្រង stress របស់យើងអីហ្នឹងហើយយើងមានជំងឺ depression បាទហើយសម្រាប់សង្គមខ្មែរយើងឥឡូវនេះគឺមានបញ្ហាធំមួយបាទវាមិនមែនជាបញ្ហាបច្ចុប្បន្នទេវាជាបញ្ហាយូរណាស់មកហើយតាំងពីយើងជួបសង្គ្រាមតាំងពីសតវត្សទីក្រោយបែកបាក់អង្គរមកគឺខ្មែរយើងប្រជាជនខ្មែរយើងគេហៅថាមាន trauma ការប៉ះទង្គិចផ្លូវចិត្តខ្លាំងដោយសារសង្គ្រាមបាទរហូតដល់ពេលយើងចុងសម័យកណ្ដាលយើងចូលដល់សម័យទំនើបដែលយើងចាប់ផ្ដើមលើអាណានិគមនិយមបារាំងបន្ទាប់មកទៀតយើងជួបជាមួយនឹងការរដ្ឋប្រហារលន់នល់យើងជួបជាមួយនឹងរបបកម្ពុជាប្រជាធិបតេយ្យហើយរបបកម្ពុជាប្រជាធិបតេយ្យនេះគឺបំបាក់ស្មារតីរបស់ប្រជាជនកម្ពុជាយើងខ្លាំងណាស់បាទគ្មានប្រជាជនកម្ពុជាណាមួយដែលឆ្លងកាត់សម័យប៉ុលពតហើយមិនមាន trauma នៅក្នុងខ្លួនទេបាទមិនមានជំងឺបាក់ទឹកចិត្តនៅក្នុងខ្លួនដែរសូម្បីតែឪពុកម្ដាយរបស់យើងអីនេះក៏សិតតែមានអានឹងទាំងអស់ប៉ុន្តែគាត់ដឹងថានៅក្នុងខ្លួនរបស់គាត់វាមានបញ្ហាអីបានធ្វើឲ្យគាត់ចេះតែមានភាពភ័យខ្លាចគាត់បាក់ស្បាតទៅលើក្របសម្លេងក៏កំភ្លើងអីយើងរៀនចិត្តវិទ្យាយើងរៀនយល់អំពីអ្វីទៅដែលជាដំណើរការនៃផ្លូវចិត្តបាទដំណើរការនៃផ្លូវចិត្តយើងយល់អំពីអ្វីទៅដែលធ្វើឲ្យផ្លូវចិត្ត mental health សុខភាពផ្លូវចិត្តផ្លូវអារម្មណ៍របស់យើងនឹងល្អយើងយល់អំពីអ្វីទៅដែលជាជំងឺផ្លូវចិត្តតើយើងត្រូវដោះស្រាយជាមួយនឹងបញ្ហាផ្លូវចិត្តនឹងយ៉ាងដូចម្ដេចហើយនៅក្នុងនោះវាមានតាមពីការរើសអើងយល់ដឹងអំពីការរើសអើងការញៀនតើយើងត្រូវផ្ដាច់ចិត្តញៀនយ៉ាងដូចម្ដេចហើយយើងធ្វើម៉េចដើម្បីសម្របសម្រួលទៅលើការរើសអើងនឹងបាទនិយាយទៅគឺយើងសិក្សាទាំងអស់ឲ្យតែពាក់ព័ន្ធទៅលើនឹងអារម្មណ៍និងអាកប្បកិរិយាដែលជាបញ្ហាឬដែលជាធាតុចូលល្អដើម្បីឲ្យយើងទាំងអស់គ្នានឹងមានសុខភាពល្អទាំងផ្លូវកាយទាំងផ្លូវចិត្តរស់នៅក្នុងជីវិតមួយដ៏ល្អផូរផង់បាទហើយយើងបណ្ដុះបណ្ដាលនេះគឺបណ្ដុះបណ្ដាលទៅលើ counselor បាទអ្នកប្រឹក្សាយោបល់ខាងផ្នែកផ្លូវចិត្តអីចឹងទៅបាទអញ្ចឹងតើតើទៅនឹងរឿងសង្គមវិញលោកគ្រូតើជំនាញរបស់លោកគ្រូឬក៏អ្វីដែលលោកគ្រូផ្ដល់ចំណេះដឹងទៅកាន់សិស្សតើមានអីដែលតើតទៅនឹងជាមួយសង្គមឬក៏ផ្ដល់អត្ថប្រយោជន៍អីគេខ្លះជាមួយសង្គមអូនណាគ្រប់មុខជំនាញទាំងអស់នៅក្នុងមហាវិទ្យាល័យរបស់យើងគឺមាន6ជំនាញមិនខ្ញុំបានរៀបរាប់តែ2ជំនាញទេអញ្ចឹងជំនាញទី3របស់យើងគឺសង្គមវិទ្យាគឺជាមុខវិជ្ជាមួយដែលសិក្សាអំពីអាកប្បកិរិយានៃសង្គមតែម្ដងបាទឧទាហរណ៍បានអាកប្បកិរិយាសង្គមនឹងមិនដែរលោកអាកប្បកិរិយាសង្គមមួយយើងដូចពាក់ព័ន្ធជាមួយនឹងបញ្ហា demography ប្រជាធិបតេយ្យអីយើងមើលឃើញថាមុខវិជ្ជាជាច្រើននៅក្នុងមុខវិជ្ជាយើងគឺបែកចេញមកពីសង្គមវិទ្យាហ្នឹងបាទទាំងសូម្បីទាំងនរវិទ្យាស្អីហ្នឹងក៏បែកចេញមកអំពីសង្គមវិទ្យានឹងដែរបង្កើតឡើងដោយលោក T.D. Kem ដែលជាអ្នកប្រាជ្ញបារាំងណាអូនបាទហ្នឹងហើយអញ្ចឹង
មុខវិជ្ជាហ្នឹងក៏ជាមុខវិជ្ជាស្នូលមួយសម្រាប់ឲ្យយើងយល់ដឹងអំពីសង្គមនិងការរស់នៅអាកប្បកិរិយាសង្គមហើយតើសង្គមហ្នឹងត្រូវតែរស់នៅបំដេចអភិវឌ្ឍនឹងដេចស្អីដូចនេះគឺនៅក្នុងសង្គមវិទ្យាហ្នឹងគឺគេរៀននៅហ្នឹងហើយយើងមានមុខវិជ្ជាសង្គមកិច្ចអូនបាទនៅក្នុងសង្គមបាទសាកលវិទ្យាល័យកម្ពុជាយើងគឺមានជំនាញសង្គមច្រើនណាបាទសង្គមកិច្ចយើងមានមុខវិជ្ជាដែលសិក្សាអំពីអាស៊ីនិងមុខវិជ្ជាសិក្សាអំពីអាមេរិកបាទជំនាញរបស់យើងមានច្រើនបាទអញ្ចឹងគឺជាមុខវិជ្ជាមួយដែលក្តោបរួមដែលពាក់ព័ន្ធជាមួយនឹងបញ្ហាសង្គមគឺក្នុងមហាវិទ្យាល័យរបស់យើងគឺតែមានទាំងអស់បាទហើយសម្រាប់មុខវិជ្ជាស្នូលដែលគេចូលចិត្តខ្លាំងបំផុតពេញនិយមតែម្ដងនៅក្រៅប្រទេសអូនបាទគឺមុខវិជ្ជាចិត្តវិទ្យាហ្នឹងហើយបាទហើយនៅនរៈវិទ្យាហ្នឹងក៏ជាមុខវិជ្ជាស្នូលមួយដែលនៅក្រៅប្រទេសគេពេញនិយមសិក្សាហើយមិនងាយនឹងមាននិស្សិតណាដែលវាថាវាថាមិនងាយទេវាមានច្រើនប៉ុន្តែបើសិនជាអ្នកសិក្សានឹងហើយគឺគេទទួលស្គាល់ហ្មងដោយសារជាមុខវិជ្ជាដែលពិបាកហើយឥឡូវនេះយើងដឹងស្រាប់ហើយបរិបទសង្គមកាន់តែផ្លាស់ប្ដូរទៅកាន់សង្គម digital ជាមួយនឹង media អញ្ចឹងអាការប៉ះពាល់តាមរយៈមិនផ្ទាល់អូនមកផ្ដល់ឥទ្ធិពលច្រើនមកដល់បញ្ហាផ្លូវចិត្តរបស់យើងអីជាច្រើនអញ្ចឹងនៅស្រុកគេក្រោយស្រុកយើងក្រោយឥឡូវនេះមានអ្នកមានបញ្ហាផ្លូវចិត្តច្រើនណាស់ហើយមុខវិជ្ជាចិត្តវិទ្យានេះគឺជាមុខវិជ្ជាមួយដ៏សំខាន់មែនទែនសម្រាប់ដើរតួនាទីដើម្បីនឹងសម្របសម្រួលក៏ដូចជាដើរតួនាទីសម្រាប់ឲ្យមនុស្សនេះអាចគ្រប់គ្រងផ្លូវចិត្តអាចព្យាបាលផ្លូវចិត្តនឹងជួយជីវិតរបស់មនុស្សតែម្ដងបាទយើងយកឲ្យចំគឺជាមុខវិជ្ជាមួយជួយជីវិតរបស់មនុស្សតែម្ដងបាទហើយដោយសារតែឥឡូវនេះកម្មវិធីអប់រំរបស់ក្រសួងអប់រំរបស់យើងបើយើងមើលនៅក្នុងលំហូរដ៏ធំនៅក្នុងនិន្នាការនៃការផ្លាស់ប្ដូរអញ្ចឹងឥឡូវនេះដោយសារតែរដ្ឋាភិបាលសម័យសម្ដេចបវរធិបតីលោកបានរៀបចំកំណែទម្រង់ផ្នែកអប់រំហើយមណ្ឌលសភាចារ្យលោកឧបនាយករដ្ឋមន្ត្រីលោកក៏បានខិតខំព្យាយាមបានបញ្ចុះបានថាកំណែទម្រង់ហើយបានន័យថាយើងមិនត្រឹមតែបណ្ដុះបណ្ដាលផ្នែកចំណេះដឹងមូលដ្ឋានទូទៅទេប៉ុន្តែឥឡូវនេះវាអភិវឌ្ឍពីការផ្ដល់ចំណេះដឹងអប់រំមូលដ្ឋានទូទៅជា long life education គឺការអប់រំពេញមួយជីវិតផ្ដល់ឲ្យមនុស្សនៅក្នុងកម្ពុជារបស់យើងទាំងអស់គ្នានឹងអាចទទួលបានការអប់រំពីចំណេះដឹងមូលដ្ឋានទៅជាចំណេះដឹងមួយដែលជាជំនាញវិជ្ជាជីវៈការអប់រំរបស់យើងឥឡូវនេះយើងអត់គិតថាតើតែ IT តើតែកណន័យតើតែស្អីទេបាទទើបអាចយើងធ្វើការរកការងារស្រួលទេប៉ុន្តែឥឡូវនេះគឺមុខវិជ្ជាដូចជាមុខវិជ្ជាវិទ្យានេះអត់មានអ្នកចេះច្រើនទេប៉ុន្តែមានអ្នកឈឺច្រើនបាទមានអ្នកមានបញ្ហាប៉ុន្តែអ្នកដែលដោះស្រាយអត់សូវមានទេបាទអញ្ចឹងវាគឺជាទីផ្សារថ្មីមួយសម្រាប់សិស្សានុសិស្សទាំងអស់គ្នាដើម្បីឲ្យគាត់នឹងអាចចូលមកដើម្បីនឹងទទួលយកជំនាញថ្មីចូលទៅក្នុងទីផ្សារថ្មីប៉ុន្តែមិនមែនទីផ្សារដើម្បីប្រមាញ់យកតែលុយរបស់ប្រជាជនយើងទេប៉ុន្តែជាទីផ្សារដែលពោពេញទៅដោយឧត្តមភាពបាទគឺជាការជួយជីវិតរបស់មនុស្សបាទជីវិតរបស់មនុស្សនេះសំខាន់ណាស់លោកគ្រូបើវងកញ្ចក់បន្តិចតកតងទៅនឹងបញ្ហាផ្លូវចិត្តផ្សេងនេះវាកើតមានភ្លាមឬក៏ភាគច្រើនវាសន្សំតិចទៅវាមានឬក៏យ៉ាងម៉េចដែរលោកគ្រូហើយធ្វើម៉េចទៅដឹងថាខ្លួនឯងនឹងចាប់ផ្ដើមផ្លូវចិត្តអត់សូវល្អឬក៏យកអកយល់អកស្ដាប់ហ្មងថាខ្លួនឯងចាប់ផ្ដើមមានជំងឺផ្លូវចិត្តបាទពាក់ព័ន្ធជាមួយនឹងបញ្ហាផ្លូវចិត្តនេះវាមានកត្តាជាច្រើនចា៎បាទបើសិនជាយើងផ្ដោតទៅលើទ្រឹស្ដីរបស់លោក Sigmund Freud ដែលជាអ្នកបង្កើតនៅមុខវិជ្ជាចិត្តវិទ្យានេះមនុស្សរបស់យើងគឺមានបែងចែកជាពីរយ៉ាងគឺមួយគេហៅថា consciousness និង unconsciousness បាទអញ្ចឹង consciousness នេះគឺជាការដឹងខ្លួនការដឹងខ្លួនបានន័យថាម៉េចយើងមានបញ្ហាយើងដឹងថាហ្នឹងវាជាបញ្ហាមួយទៀត unconsciousness គឺយើងអត់ដឹងខ្លួនថាវាជាបញ្ហាទេប៉ុន្តែវាជាបញ្ហាបានចូលមកក្នុងខ្លួនយើងតាមរយៈ perception និង sensation តាមការទទួលព័ត៌មាននិងតាមញាណរបស់យើងបាទហើយភាគច្រើនបញ្ហាផ្លូវចិត្តបើតាមសិស្សរបស់លោក Freud ពាក់ព័ន្ធជាមួយនឹងកុមារភាពរបស់គាត់បាទកុមារភាពរបស់មនុស្សនីមួយៗហ្នឹងវាមានផ្ដល់ឥទ្ធិពលផ្ដល់យើងរាល់ថ្ងៃនេះបាទអញ្ចឹងវាមាន case ជាច្រើនណាស់យើងអត់អាចសង្កេតយើងអត់អាចនិយាយបានតែមួយកំណត់បានថាតើវាមិនទេប៉ុន្តែយើងត្រូវតតែយើងដឹងអំពីប្រវត្តិរបស់
អ្នកជំងឺនឹងសិនបាទថាគាត់នឹងគាត់ធ្លាប់ជួបបញ្ហាអីខ្លះបទពិសោធន៍ជីវិតរបស់គាត់នឹងវាហូរមកមិនខ្លះយើងតាមរយៈបទពិសោធន៍នៃជីវិតរបស់គាត់នឹងបានដឹកនាំគាត់ឲ្យមានផ្លូវចិត្តបែបណាអកប្បកិរិយាបែបហ្នឹងបានយ៉ាងដូចម្ដេចអាហ្នឹងហើយបានយើងអាចរក solution ឃើញថាអូតើយើងទាំងត្រូវធ្វើការផ្ដល់ការប្រឹក្សាឲ្យគាត់យ៉ាងដូចម្ដេចដូចសម្រាប់ខ្ញុំដូចបងបានលើកឡើងមិញអញ្ចឹងខ្ញុំមិនមែនជាគ្រូពេទ្យផ្លូវចិត្តទេបាទអញ្ចឹងគ្រូពេទ្យផ្លូវចិត្តហ្នឹងទីសោវាមានបែងចែកជាគ្រូពេទ្យផ្លូវប្រសាទ neuron បញ្ញា neuron system ជាមួយនឹងអ្វីដែលហៅថា counselor បាទអ្នកប្រឹក្សា therapy ហ្នឹងវាផ្សេងពីគ្រូពេទ្យបាទហ្នឹងហើយអញ្ចឹងសម្រាប់ខ្ញុំមិនមែនជាជំនាញនៅខាងចិត្តវិទ្យានឹងខ្លាំងមកសញ្ញាបត្របណ្ឌិតរបស់ខ្ញុំមិនមែនជាសញ្ញាបត្រចិត្តវិទ្យាហ្នឹងទេខ្ញុំគឺខាងសង្គមវប្បធម៌វិទ្យាជាមួយនឹងវប្បធម៌នរវិទ្យាប៉ុន្តែនៅក្នុងវិនិច្ឆ័យបបត្តិរបស់ខ្ញុំគឺទៅសេពាក់ព័ន្ធជាមួយនឹង trauma បាទជំងឺបាក់ទឹកចិត្តរបស់ប្រជាជនកម្ពុជានៅក្នុងសម័យប៉ុលពតបាទការព្យាបាលតាមបែបវប្បធម៌អីចឹងទៅបាទអញ្ចឹងទៅវាធ្វើឲ្យខ្ញុំមានចំណុចរួមមួយដែលខ្ញុំអាចចូលទៅក្នុងចិត្តវិស័យចិត្តវិទ្យានឹងច្រើនតាំងពីខ្ញុំរៀនថ្នាក់បណ្ឌិតមករហូតមកដល់បច្ចុប្បន្ននេះខ្ញុំបានធ្វើការសិក្សាជ្រាវជ្រៅបន្ថែមហើយក៏បង្រៀនទៅការនិស្សិតមួយនៅលើមុខវិជ្ជាមួយចំនួននៅក្នុងចិត្តវិទ្យានឹងដែរអញ្ចឹងហើយវាធ្វើឲ្យដើមទុនហ្នឹងខ្ញុំអាចនិយាយបកស្រាយទៅកាន់បងប្អូននឹងទស្សនិកជននៅក្នុងថ្ងៃហ្នឹងបាទចឹងពាក់ព័ន្ធទៅនឹងបញ្ហាជុំវិញនេះលោកគ្រូសង្កេតឃើញថានាពេលបច្ចុប្បន្នតើសង្គមខ្មែររបស់យើងនាពេលបច្ចុប្បន្ននេះសម្បូរដែរទេសម្រាប់អ្នកគាត់មានបញ្ហាហើយគាត់ថាវាជាទំនោរដែរទេខ្ញុំសង្កេតឃើញរឿងរ៉ាវរបស់យុវជនរបស់យើងមួយចំនួនយុវវ័យរបស់យើងមួយចំនួនអត់ធំទេទូចតាចមែនទែនប៉ុន្តែគាត់សុខចិត្តបញ្ចប់ជីវិតរឿងហ្នឹងទូចតាចមែនទែនអញ្ចឹងគាត់ថាទាំងអស់ហ្នឹងគឺជាទំនោរតគ្នាឬក៏យ៉ាងម៉េចដែរលោកគ្រូតាមពិតយើងអត់អាចនិយាយថាវាជាទំនោរតគ្នាបានទេបាទតែយើងអត់អាចបដិសេធថាវាមិនមែនជាបរិបទសង្គមទេបាទអញ្ចឹងបរិបទសង្គមវាអាចមានឥទ្ធិពលមកដល់បញ្ហាផ្លូវចិត្តរបស់យើងបាទអាហ្នឹងយើងអាចប្រកែកបានទេបាទលោកគ្រូប៉ុន្តែអ្វីដែលជាការសម្រេចចិត្តធ្វើសម្រេចចិត្តជឿរើសនៅការធ្វើអាកប្បកិរិយាអីមួយគឺទៅលើបុគ្គលបាទន័យថាម៉េចតាមពិតទៅយើងអ្នកខាងក្រៅមើលឃើញថាអូរឿងហ្នឹងអត់ធំទេបាទប៉ុន្តែសម្រាប់ case បុគ្គលគាត់មួយហ្នឹងរឿងហ្នឹងគឺធំសម្រាប់គាត់អូខេយល់ការទទួលយកបញ្ហាហ្នឹងគឺធំសម្រាប់គាត់អញ្ចឹងដូចខ្ញុំបាននិយាយប្រាប់មកអញ្ចឹងយើងត្រូវតែមើល background របស់គាត់ថាម៉េចបានរឿងហ្នឹងក្លាយជារឿងធំរបស់គាត់បាទថាការពីកុមារភាពគាត់ទទួលបានការប៉ះទង្គិចអីខ្លះឬក៏មុនហេតុការណ៍ហ្នឹងគាត់ទទួលបានការប៉ះទង្គិចអីខ្លះហើយការប៉ះទង្គិចនេះវាមានឥទ្ធិពលអីខ្លះមកដល់បញ្ហារបស់គាត់ដែលគាត់មាននៅក្នុងហ្នឹងដែលធ្វើឲ្យរឿងទូចហ្នឹងក្លាយទៅជារឿងធំសម្រាប់គាត់បាទលោកគ្រូអាហ្នឹងគឺយើង case by case ទាំងអស់គឺនៅក្នុង psychology នៅក្នុងចិត្តវិទ្យាយើងអត់អាចធ្វើ sample រួមបានទេបាទអញ្ចឹងដោយសារតែ background បងលោកម្នាក់វាខុសគ្នាហើយការទទួលបានវាថាដូចលោកគេហៅថា community psychology ពាក់ព័ន្ធជាមួយនឹងចិត្តវិទ្យានៃសហគមន៍បាទយើងតើសហគមន៍នោះបង្កើតគាត់មកយ៉ាងដូចថាលោកជាការប្រឹក្សាផ្លូវចិត្តគឺជាកត្តាមួយយ៉ាងសំខាន់នៅក្នុងការទ្រទ្រង់ទៅដល់ធនធានមនុស្សនៅក្នុងសង្គមនីមួយៗបាទសង្ខេបអ្វីដែលលោកគ្រូបាននិយាយបាញ់មិញក៏ពិតទៅសង្គមមួយរឿងបញ្ហាផ្លូវចិត្តនេះបើយើងងាកមកស្វែងយល់ឲ្យដិតដល់មែនទែនគឺវាពាក់ព័ន្ធទាំងអស់មិនថាតែក្នុងការសិក្សាមិនថាតែក្នុងសម្ព័ន្ធភាពស្នេហាមិនថាតែក្នុងគ្រួសារមិនថាតែក្នុងសង្គមទាំងមូលបើសិនបើឥឡូវឧទាហរណ៍យើងលើកឧទាហរណ៍ស្រួលយល់នេះថ្មីនេះយើងមានសង្គ្រាមរវាងកម្ពុជាថៃបើសិនបើយុវជនរបស់យើងគាត់មានផ្លូវចិត្តមិនរឹងមាំអាសង្គ្រាមហ្នឹងវាអាចអស់បន្លាយយូរមែនទែនហើយពិបាកនៅក្នុងការរកដំណោះស្រាយបើសិនជាពេលបច្ចុប្បន្ននេះយុវជនរបស់យើងគាត់មានផ្លូវចិត្តរឹងមាំគាត់ជួយលើកទឹកចិត្តគ្នាទៅវិញទៅមកជួយលើកទឹកចិត្តទៅកាន់បងប្អូនជនភៀសសិទ្ធដែលធ្វើឲ្យកំហឹងឬក៏អីវារៀងសាបឬក៏ធ្វើឲ្យសង្គមមួយហ្នឹងមានរបៀប
ចឹងត្រឡប់មកវិញអាការដែលយើងយល់ដឹងអំពីបញ្ហាអស់ទៅនេះវាពិតជាសំខាន់ហើយបើនិយាយងាកមកបរិបត្តិនៅក្នុងក្រុមគ្រួសារវិញបើសិនបើឪពុកម្ដាយគាត់ព្រួយបារម្ភខ្វល់ខ្វាយផ្លូវចិត្តរបស់កូនក៏ធ្វើឲ្យសុភមង្គលក្នុងក្រុមគ្រួសារហ្នឹងឬក៏ការសិក្សារបស់កូនហ្នឹងកាន់តែប្រសើរបន្ថែមទៀតសង្កេតឃើញឪពុកម្ដាយឬក៏បងប្អូនមួយចំនួននេះយើងបាយទៅលើជ្រុងនេះណាលោកគ្រូបាទបងប្អូនមួយចំនួនគាត់រវល់នៅក្នុងការរកស៊ីធ្វើការគាត់ដឹងតែបញ្ជូនកូនទៅរៀនអាទាំងអស់នេះដែលធ្វើឲ្យកូនគាត់ចាប់ផ្ដើមមានបញ្ហាឬក៏បាទនេះម្ដងទីដល់ពេលគាត់ចាប់ផ្ដើមមានវ័យធំទៅគាត់មានការគិតអីផ្សេងមួយទៀតហ្នឹងហើយបាត់កូននៅកាត់ទៅណាវាគាត់អាចគាត់កូនខ្លួនគាត់អាចគាត់មានវាអារម្មណ៍ថាគាត់ខ្វះការកក់ក្ដៅនឹងត្រូវលោកគ្រូបាទគាត់អាចមានអារម្មណ៍ថាគាត់ខ្វះការកក់ក្ដៅឬក៏គាត់មិនទទួលបានក្តីស្រឡាញ់បាទមិនគ្រប់គ្រាន់អញ្ចឹងក៏ធ្វើឲ្យកូននឹងគាត់អាចជួបជាមួយនឹងបញ្ហាផ្លូវចិត្តដែរត្រូវលោកគ្រូបាទអញ្ចឹងហ្នឹងគឺជាបញ្ហាមួយតើតើទៅនឹងជំនាញឬក៏ជំនាញរបស់លោកគ្រូដែលវិភាគសាមបាញ់មិនថាអាចជួយឬក៏ចូលរួមអ្វីខ្លះជាមួយនឹងបរិបទសង្គមដែលកំពុងតែកើតមានឥឡូវនេះនិស្សិតដែលកំពុងតែសិក្សាមុខវិជ្ជាចិត្តវិទ្យានៅក្នុងសាកលវិទ្យាល័យកម្ពុជារបស់យើងគាត់ឥឡូវយើងដល់ឆ្នាំទី4ហើយបាទដល់ឆ្នាំទី4ហើយឥឡូវនេះគាត់មានអ្នកខ្លះឥឡូវគាត់បានទទួលបានការងារជាអ្នកប្រឹក្សាផ្លូវចិត្តនៅក្នុងអង្គការបាទមួយចំនួនរួចទៅហើយបាទដោយសារគេទទួលស្គាល់នូវគុណភាពនៃការអប់រំរបស់យើងទោះបីជាយើងទើបតែបើកថ្មីឥឡូវនេះអត់សូវមានអ្នកដឹងថាក្នុងសាកលវិទ្យាល័យកម្ពុជាយើងមានបណ្ដុំបណ្ដាលផ្នែកចិត្តវិទ្យាទេបាទប៉ុន្តែការបណ្ដុំបណ្ដាលរបស់យើងគឺមានអ្នកដែលដឹងគាត់ចូលមកហើយទទួលបានការពេញចិត្តហើយជាមួយនឹងការទទួលស្គាល់អំពីមជ្ឈដ្ឋានការងារបាទអញ្ចឹងយើងអត់ភ័យថារៀនចប់ចិត្តវិទ្យាធ្វើអីមិនដឹងធ្វើអីបាទគឺគេត្រូវការច្រើនណាស់គ្រាន់តែយើងវាអត់ដឹងបាទតោះតែយើងចូលនៅក្នុងវិស័យហ្នឹងហើយបាទដឹងថាអូវិស័យហ្នឹងគេត្រូវការច្រើនតែអត់មានមនុស្សធ្វើបាទបើមិនជាមានមនុស្សធ្វើគេអត់យកនិស្សិតដែលកំពុងតែរៀនទេគេយកនិស្សិតដែលបញ្ចប់ហើយបាទដោយសារតែអត់មានមនុស្សធ្វើហ្នឹងហើយបានគេយកនិស្សិតដូចខ្វះអញ្ចឹងធ្វើម៉េចអ្នកដែលមានចំណេះដឹងផ្នែកហ្នឹងហើយគេយកទៅសិនហើយបន្តបាទចាំដល់ពេលចប់អញ្ចឹងទៅគាត់ខ្លាចជាបុគ្គលិកពេញលេញអីអញ្ចឹងទៅបាទហ្នឹងហើយអញ្ចឹងការអប់រំរបស់យើងនៅក្នុងសាកលវិទ្យាល័យកម្ពុជាយើងហ្នឹងឥឡូវនេះកំពុងទទួលបានពេញនិយមហើយមានសិស្សនិស្សិតជាច្រើនដែលគាត់នៅក្នុងសាកលវិទ្យាល័យកម្ពុជាហ្នឹងដែរគាត់រៀន department ផ្សេងទេគាត់រៀនមុខវិជ្ជាអាយឧទាហរណ៍ថាគាត់រៀន IR គាត់រៀនខាង business អីទេប៉ុន្តែគាត់ stress គាត់ concern ខ្លាំងពាក់ព័ន្ធជាមួយនឹងជីវិតសិក្សារបស់គាត់នឹងលោកគ្រូថាវាមិនបានដូចចិត្តអីចឹងណាបាទអញ្ចឹងទៅក៏គាត់មកប្រឹក្សាជាមួយនឹងមកផ្ដោះប្ដូរយោបល់ជាមួយនឹងនិស្សិតយើងមើលទៅគឺឃើញថាល្អខ្លាំងមែនទែនបាទក៏ប៉ុន្តែដូចលោកគ្រូបានជម្រាបជូនបាញ់មិញអញ្ចឹងដោយសារតែជំនាញមួយនេះអត់សូវមានអ្នកដឹងតែប៉ុន្តែបើយើងអានឹងរបៀបដូចគេហៅថាដូចក្អមអញ្ចឹងណាយើងឃើញវាទូចមែនទែនអត់សូវមានអ្នកដឹងតែដល់ពេលចូលទៅដល់ខាងក្នុងគឺទលាយហើយកាន់តែស្ដាប់លោកគ្រូកាន់តែស្វែងយល់បន្ថែមទៅលើជំនាញដែលបរិញ្ញានេះឱកាសការងារគឺទលាយច្រើនមែនទែនហើយគ្រប់កន្លែងទាំងអស់គឺត្រូវការសម្របសម្រួលគ្រប់កន្លែងទាំងអស់ក៏ត្រូវការងារទៅលើផ្នែកតាក់ទងទៅនឹងអារម្មណ៍ឥឡូវទៅ HR ពេលខ្លះបុគ្គលិកឆ្លោះគ្នាបើ HR ហ្នឹងក៏អត់មានជំនាញទៅលើរឿងនេះក៏គាត់ពិបាកនៅក្នុងការដោះស្រាយបញ្ហាទូចគាត់អត់សូវចេះបញ្ចប់ពេលខ្លះគាត់ស្ទើរតែស្រួលគ្នាឯងហ្នឹងទៅគាត់ទៅមានបែបហ្នឹងបាទតែបើសិនបើគាត់មានជំនាញទៅលើរឿងហ្នឹងគាត់អាចសម្រួលឲ្យបញ្ហាហ្នឹងតូចហើយអាចឲ្យភាគីទាំងពីរហ្នឹងស្រស់ស្រួលគ្នាវិវាទរវាងបុគ្គលិកជាមួយនឹងហាងបើគាត់មានអ្នកជំនាញទៅនឹងធ្វើការទៅលើផ្នែកហ្នឹងគាត់អាចសម្រួលឲ្យបុគ្គលិកហ្នឹងគាត់ផ្សេងជាមួយនឹងហាងអីចឹងណាអញ្ចឹងត្រូវអូនជាធម្មតានៅក្នុងប្រទេសដែលមានរីកចម្រើននៅគ្រប់ស្ថាប័នទាំងអស់គឺមានការិយាល័យប្រឹក្សាផ្លូវចិត្តដល់បុគ្គលិកបាទគឺមានទាំងអស់បាទអញ្ចឹងដូចនៅសាកលវិទ្យាល័យយ៉នសេដែលខ្ញុំរៀនហ្នឹងអញ្ចឹងគឺគេមានមជ្ឈមណ្ឌលប្រឹក្សាផ្លូវចិត្តធំមែនទែនសម្រាប់និស្សិតនិងបុគ្គលិករបស់គេបាទគេបើក24ម៉ោងចាំ24ម៉ោងបាទចាំឲ្យបុគ្គលិកពីពួកអីអត់ដឹងថាពេលណាមានបញ្ហាទេបាទអញ្ចឹងទៅនៅគ្រប់អង្គការឥឡូវនេះនៅស្រុកខ្មែរយើងឥឡូវគឺគេចាប់ផ្ដើមបញ្ជ្រាបអស់ហើយបាទនៅគ្រប់អង្គការទាំងអស់គឺភាគច្រើនគឺមានការទទួលស្វែងរកនៅអ្នកប្រឹក្សាផ្លូវចិត្តបាទដើម្បីសម្រួលដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់
បុគ្គលិកបាយថាមិនចាត់ឈឺចិត្តវាឈឺកាយដែរ ត្រូវ បាទឈឺកាយឈឺចិត្តអាចិត្តនឹងកាយនេះវាតាក់ទងគ្នា ផ្សារភ្ជាប់គ្នា បាទអញ្ចឹងគឺមានអានឹងគ្រប់បាទហើយឥឡូវនេះគឺមាននិស្សិតរបស់ខ្ញុំទៅធ្វើការនៅអង្គការរបស់គាត់ហ្នឹងគឺជាអង្គការមួយដែលទទួលឲ្យជួយដល់និស្សិតដើម្បីនិស្សិតគាត់អាចការទទួលកម្មបណ្ដុះបណ្ដាលនៅផ្នែកនៅថ្នាក់បញ្ញាបត្រណាបាទហើយដោយសារនិស្សិតរបស់ខ្ញុំច្រើនគឺវាមានការប៉ះទង្គិចវាមានភាពឈឺចាប់អីបងនិស្សិតគាត់មកពីការសិក្សារបស់គាត់អញ្ចឹងត្រូវការអ្នកផ្លូវចិត្តប្រឹក្សាផ្លូវចិត្តនៅអង្គការសង្គ្រោះធ្វើការទៅលើជាមួយនឹងនារីរងគ្រោះស្អីគ្រប់បែបយ៉ាងគឺសិតតែមានអ្នកប្រឹក្សាផ្លូវចិត្តទាំងអស់គេអត់ខ្វះ accounting អត់ខ្វះអ្នកកណន័យករទេតែគេខ្វះអ្នកប្រឹក្សាផ្លូវចិត្តបាទគឺគេខ្វះមែនទែនហើយមនុស្សជាច្រើនណាស់បានដឹងអំពីតម្រូវការនៅក្នុងទីផ្សារការងារអញ្ចឹងគាត់ចេះតែរំលង position នៅក្នុងក្រុមហ៊ុនមានគ្រប់អស់ហើយប៉ុន្តែក៏រំលង position នឹងមួយប៉ុន្តែសួរថាតើក្រុមហ៊ុននឹងមិនបើអត់រីចម្រើនតើក្រុមហ៊ុននឹងពេលដែលមានវិវិធកាត់ឡើងគេដោះស្រាយយ៉ាងម៉េចមានអីក្រៅពីឲ្យវា design និយាយទៅសម័យស្រួលយល់ទៅធ្វើការ design ទៅប៉ុន្តែបើសិនជាយើងមានអ្នកប្រឹក្សាទៅលើហ្នឹងគេអាចថាសម្របសម្រួលទៅមិនត្រឹមតែយើងអាចទុកបានបុគ្គលិកដែលធ្លាប់ធ្វើការជាមួយយើងយូរឆ្នាំក៏វាមានដំណោះស្រាយមួយអាចទទួលយកបានគ្នាទៅវិញទៅមកអរគុណទូទស្សនិកជនជាទីមេត្រីលោកអ្នកកំពុងទស្សនានៅក្នុងកម្មវិធីវេទិកាអប់រំប្រធានបទក្នុងសប្តាហ៍នេះយើងរៀងទៅលេងទីប៉ុន្តែយើងផ្ដោតសំខាន់ទៅលើការអប់រំផ្នែកចិត្តវិទ្យាផ្លូវចិត្តវិទ្យាគឺរបៀងខ្ញុំបានជាមួយលោកគ្រូបានវិភាសាជជែកបានមិញហើយថាការអប់រំផ្នែកផ្លូវចិត្តវិទ្យានេះគឺជារឿងមួយដ៏សំខាន់មែនទែននៅក្នុងសង្គមរបស់យើងបើសិនបើយើងចេះទៅលើជំនាញនេះមិនមែនចេះដោយសារតែការចូលសាលាទេយើងយល់ដឹងទៅលើជំនាញនេះក៏យើងងាយស្រួលនៅក្នុងការរស់នៅជាមួយសង្គមដែរពេលខ្លះទៀតឧទាហរណ៍ថាយើងប៉ះពាល់គ្នាម៉ូតូឡាននៅតាមផ្លូវបើយើងចុះមកយើងអត់សូវយល់ដឹងទៅលើរឿងនេះចុះអាចឆ្លោះគ្នាវិវាទតាំងប៉ះគ្នាកលិតមកបន្តិចរហូតដល់ស្ទើរតែកាប់ចាក់គ្នានៅលើផ្លូវនេះគឺអាចពាក់ព័ន្ធដែរទៅលើរឿងហ្នឹងបាទហើយតកតងទៅនឹងបញ្ហាសង្គមនាពេលបច្ចុប្បន្នបើយើងឃើញបុគ្គលម្នាក់ហ្នឹងគាត់ចង់សម្រាប់ខ្លួនដោយសារបញ្ហាទួចមួយយើងមិនអញ្ចឹងចូលដល់ជេរគ្នាថែមទៀតវាធ្វើឲ្យសង្គមមួយនេះវាឆ្លោះច្បាស់បាទអញ្ចឹងរឿងហ្នឹងជារឿងឈឺចាប់របស់បុគ្គលទេប៉ុន្តែទៅជារឿងវេជ្ជញែកនៅក្នុងសង្គមបាទហើយធ្វើឲ្យអ្នករងគ្រោះទៅជាផ្ទាំងស៊ីបនៃការជេររបស់គេបាទអញ្ចឹងយើងអត់អាចដឹងថាការជីវិតរបស់គាត់ឆ្លងកាត់នៅបញ្ហាអីខ្លះអញ្ចឹងយើងអត់អាចទៅវាថាចេះតែសន្មត់ទៅលើអ្វីដែលជាគាត់ជារបស់គាត់ទាំងទេតើយើងដឹងឲ្យបានច្បាស់លាស់សិនបាទអញ្ចឹងការអប់រំនៅការផ្នែកចិត្តសាស្ត្រនេះគឺសំខាន់មែនទែនសម្រាប់សង្គមនីមួយបាទហើយជាពិសេសសង្គមដែលកំពុងតែផ្លាស់ប្ដូរពីសង្គមវិទ្យាយើងហៅថាមិនកំពុងអភិវឌ្ឍទៅជាសង្គមអភិវឌ្ឍបាទដែលមានទិសដៅដូចជាប្រទេសកម្ពុជាយើងគឺផ្នែកប្រឹក្សាផ្លូវចិត្តឬក៏ចិត្តសាស្ត្រនេះគឺសំខាន់ខ្លាំងមែនទែនសម្រាប់ពួកយើងទាំងអស់គ្នាបាទអញ្ចឹងសង្ឃឹមថាវេទិកាថ្ងៃនេះនឹងក្លាយទៅជាធាតុចូលនឹងក្លាយទៅជាការពញ្ញាអារម្មណ៍និងការបញ្ជ្រាបបាទទៅកាន់បងប្អូនសិស្សានុសិស្សនិងអាណាព្យាបាលក៏ដូចជាគ្រប់បញ្ញវន្តទាំងអស់នៅគ្រប់ស្រទាប់វណ្ណៈទាំងអស់ឲ្យបានយល់បន្ថែមទៀតក៏ឃើញអំពីសារៈសំខាន់បន្ថែមទៀតអំពីការអប់រំចិត្តវិទ្យានរវិទ្យាជាពិសេសមុខវិជ្ជាដែលពាក់ព័ន្ធជាមួយនឹងផ្នែកមនុស្សសាស្ត្របាទពីព្រោះយើងជាមនុស្សឥឡូវនេះយើងមាន AI បាទយើងមាន AI ប៉ុន្តែ AI វាអាចយល់ចិត្តយើងទេបាទមានតែមនុស្សទេដែលយល់អំពីមនោសញ្ចេតនាអារម្មណ៍បាទតាមរយៈការប្រសពគ្នាតាមរយៈការប្រសពគ្នាការអន្តរកម្មរវាងបុគ្គលនិងបុគ្គលបាទអញ្ចឹងហើយសង្ឃឹមថាមជ្ឈដ្ឋានសិស្សានុសិស្សទាំងអស់បាទងាកមកចាប់អារម្មណ៍ទៅលើមុខជំនាញនៅខាងមនុស្សសាស្ត្របាទទាំងនរវិទ្យាទាំងចិត្តវិទ្យាសង្គមវិទ្យានិយាយទៅគឺគ្មានមុខវិជ្ជាណាមួយដែលមិនសំខាន់ទេនៅក្នុងការសិក្សាទៅលើជំនាញខាងផ្នែកមនុស្សសាស្ត្រនេះបាទអញ្ចឹងជាសារជាព័ត៌មានជាការរំលឹកម្ដងហើយម្ដងទៀតបាទសូមឲ្យបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ជាពិសេសឪពុកម្ដាយជាអាណាព្យាបាលឲ្យលោកបានគិតសាជាថ្មីឡើងវិញថាអូកូនអញចាប់ទី12រៀនអីគេឲ្យទៅរៀនកណន័យឲ្យទៅរៀនអីអញ្ចឹងវាភ្លេចនៅអ្វីដែលជាជំនាញមួយដ៏ធំដែលយើងត្រូវការតែអត់មានអ្នកចេះបាទកណន័យនៅតែធ្វើហ្នឹងប៉ុន្តែឥឡូវ AI វាឆ្លាតជាងយើងអ្នកគិតលេខហ្នឹងទៀតបាទប៉ុន្តែអ្វីដែល AI ធ្វើអត់បានគឺវាអត់អាចគិត
អំពីយល់អំពីមនោចេតនានៃមនុស្សទេវាយល់ទៅតាមអ្វីដែលជា data ដែលមនុស្សយើងផ្ដល់ឲ្យវាតែវាអត់យល់អំពីអារម្មណ៍វាខ្វះ empathy ការយល់ចិត្តបាទហ្នឹងហើយអញ្ចឹងបាទអរគុណមែនតើលោកគ្រូដោយសារពេលវេលារបស់យើងគៀកនឹងបញ្ចប់ទៅហើយដោយសារតែជាក់ស្ដែងទៅវិធានបទក្នុងសប្តាហ៍នេះបើយើងពិភាក្សាទៅវាកាន់ទៅទៀតដោយសារតែវាទលំទលាយពេកអត់ចប់អញ្ចឹងបើសិនបើយើងបានសិក្សាទៅលើជំនាញមួយនេះអត្ថប្រយោជន៍ឬក៏ទទួលបាននោះឱកាសការងារច្រើនទី2បរិបទនៅក្នុងក្រុមគ្រួសារពេលខ្លះដល់ពេលយើងយល់ដឹងពីបញ្ហាគេហៅថាមិញគេបញ្ហាផ្លូវចិត្តចិត្តសាស្ត្រហ្នឹងក៏យើងងាយស្រួលនៅក្នុងការចិញ្ចឹមកូនយើងឆាប់ដឹងថាកូនយើងអូត្រឹមត្រូវបងអូនហ្នឹងហើយអូចិត្តសាស្ត្រនៅពេលយើងរៀនគឺយើងរៀនអំពីចិត្តសាស្ត្រកុមារដែរបាទចិត្តសាស្ត្រកុមារដែរអញ្ចឹងតើយើងត្រូវចិញ្ចឹមកូនយ៉ាងដូចម្ដេចយើងធ្វើម៉េចដើម្បីឲ្យគាត់ខ្លាចជាក្មេងមួយដែលមានផ្លូវចិត្តរឹងមាំអាចជំនះនៅក្នុងឧបសគ្គអីនេះគឺសិតពាក់ព័ន្ធជាមួយនៅខាងនេះទាំងអស់ហ្នឹងហើយខ្ញុំថាឆ្ងល់មិនបានកូននឹងអត់ស្ដាប់ម៉ែឪសោះមើលទៅម៉ែឪតឹងរឹងដែរដោយសារតែយើងរៀបចិត្តសាស្ត្រអត់ទាន់ត្រូវគ្នារវាងក្មេងវាចង់បានអីគេយើងក្នុងនាមជាឪពុកម្ដាយយើងចង់បានអីគេឃើញក្មេងមួយចំនួនក្មេងមួយចំនួននិយាយលេងឲ្យគាត់ស្ដាប់កូនចេះជេរថាកូនឆ្លាតតែគូសាមចំនួនគឺអត់បានហ្មងកូនគឺមិនត្រូវចេះប្រើពាក្យអសុរោះជាដាច់ខាតអញ្ចឹងបរិបទវាខុសគ្នាអញ្ចឹងទៀតជេរប៉ាឯងមួយជេរមែនអញ្ចឹងថាកូនឆ្លាតយេវិបោករួមចិត្តសាស្ត្រដែរអញ្ចឹងសរុបមកវិញដល់ពេលយើងចូលធ្វើការនៅក្នុងក្រុមហ៊ុនបើយើងមានចិត្តសាស្ត្រនៅក្នុងខ្លួនក៏យើងឆាប់ចូលធ្វើការមួយធីមគេឆាប់ចូលចុះមួយធីមជាពិសេសឥឡូវនេះសម័យនេះអូតាជួយបន្ថែមទៀតពាក់ព័ន្ធជាមួយនៅឥឡូវនេះសង្គមណាក៏ដូចជាសង្គមណាគេផ្ដោតសំខាន់ទៅលើ beauty បាទភាពស្រស់ស្អាតបាទផ្នែកខាងក្រៅប៉ុន្តែបើផ្នែកខាងក្នុងយើងអត់ស្អាតផ្នែកខាងក្រៅយើងក៏អត់ស្អាតយងអត់រួចបាទអញ្ចឹងបើយើង stress ខ្លាំងកញ្ញាញ់គួរថ្ងៃអញ្ចឹងយើងជ្រុកសក់មកអស់អញ្ចឹងឃើញមុខចាស់ដល់ពេលយើង stress រាល់ថ្ងៃពេកឈឺក្បាលឈឺអីយើងទៅជ្រួញមុខបាទអញ្ចឹងការយល់ដឹងអំពីចិត្តសាស្ត្រក៏ជួយឲ្យយើងក្មេងដែរបាទជាក់ស្ដែងឥឡូវនេះខ្ញុំ42ឆ្នាំហើយបាទអាយុ42ឆ្នាំហើយខ្ញុំអត់មានបញ្ហាជុកសក់ឬក៏អត់មានស្កូវទេខ្ញុំអត់បានលាបថ្នាំសក់អីទេបាទអត់មានស្កូវអត់មានជ្រួញអីថាឲ្យមើលទៅឃើញជាដុំកំពួនទេបាទដោយសារតែបញ្ហាសុខសាន្តផ្លូវចិត្តហ្នឹងឯងអញ្ចឹងបញ្ហាផ្លូវចិត្តវាសំខាន់ណាថាគ្មានមនុស្សណាម្នាក់ដែលរស់នៅក្នុងសង្គមហើយអត់ទទួលបាន stress ទេប៉ុន្តែសួរថាយើងអាច coping យើងអាចរក្សាសម្របសម្រួល stress របស់យើងយ៉ាងដូចម្ដេចអានេះវាដើរតួនាទីសំខាន់ណាស់នៅក្នុង beauty របស់យើងហើយបើដល់ពេលយើងក្មេងយើងស្អាតទៅសុខភាពយើងក៏ទៅតាមនឹងដែរយើងឃើញខ្លួនឯងស្អាតយើងអារម្មណ៍ល្អយើងសុខភាពល្អដែរបាទអរគុណមែនទែនលោកគ្រូអរគុណសម្រាប់ការចូលរួមក្នុងសប្តាហ៍នេះទូទស្សនិកជនជាទីមេត្រីពេលវេលានៅក្នុងកម្មវិធីបានជិនចូលមកដល់ទីបញ្ចប់អរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកតាំងពីដើមរហូតមកដល់ចប់វត្តមានខ្ញុំបាទរួមទាំងក្រុមការងាររួមជាមួយនឹងវិក្កាមសប្តាហ៍នេះសូមអរគុណសូមគោរពលា